សេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិតនិងផ្សព្វផ្សាយមាតិកាដើម្បីលើកកម្ពស់សីលធម៌សង្គមនិងការពារតម្លៃសិទ្ធិកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីដោយយកចិត្តទុកដាក់ខ្ពស់ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីកាលពីថ្ងៃទី14ខែសីហាឆ្នាំ2026ពាក់ព័ន្ធនឹងការពង្រឹងសីលធម៌សង្គមការលើកកម្ពស់តម្លៃនិងការការពារសិទ្ធិកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីនិងដោយផ្អែកលើទូនីតិភារកិច្ចនិងសមត្ថកិច្ចរបស់ខ្លួនក្រសួងព័ត៌មាននឹងបន្តពង្រឹងការអនុវត្តច្បាប់បទបញ្ញត្តិនិងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ព្រមទាំងបន្តពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នសមត្ថកិច្ចនិងភាគីពាក់ព័ន្ធដើម្បីបង្ការទប់ស្កាត់និងចាត់វិធានការសមស្របតាមច្បាប់ចំពោះការផលិតការបង្ហោះការចែករំលែកនិងការផ្សព្វផ្សាយមាតិកាដែលបំពានច្បាប់ប៉ះពាល់ដល់សីលធម៌សង្គមឬរំលោភបំពានលើសិទ្ធិកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលជាពិសេសស្ត្រីក្នុងន័យនេះអ្នកសារព័ត៌មានអង្គភាពសារព័ត៌មានអ្នកបង្កើតមាតិកាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមអ្នកគ្រប់គ្រងគេហទំព័រនិងគណនីបណ្ដាញសង្គមព្រមទាំងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ក្រមសីលធម៌និងវិជ្ជាជីវៈនិងការទទួលខុសត្រូវចំពោះសង្គមព្រមទាំងការទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះមាតិកាដែលខ្លួនបានផលិតបង្ហោះចែករំលែកឬផ្សព្វផ្សាយនិងការគោរពសិទ្ធិកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃត្រូវជៀសវាងការផលិតធ្វើបទសម្ភាសន៍នានាការបង្ហោះការចែករំលែកឬការផ្សព្វផ្សាយមាតិកាដែលមានលក្ខណៈញុះញង់បង្កហេតុបង្កជម្លោះឬជំរុញឲ្យមានការស្អប់ខ្ពើមជេរប្រមាថបរិហាគេបន្ទាបបន្ថោកឬធ្វើឲ្យអ្នកដទៃអាម៉ាស់មាតិកាអះអាភាសអនាចារឬផ្ទុយនឹងសីលធម៌និងគុណតម្លៃល្អរបស់សង្គមខ្មែរមាតិកាដែលប្រមាថមើលងាយឬប៉ះពាល់ដល់តម្លៃកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីព្រមទាំងការប្រើប្រាស់រូបភាពវីដេអូសំឡេងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬបច្ចេកវិទ្យា Digital ផ្សេងទៀតដើម្បីកែច្នៃបំភ្លៃឬបង្កើតមាតិកាដែលបំពានសិទ្ធិនិងបង្កការខូចខាតដល់អ្នកដទៃនិងមាតិកាដែលយករូបរាងកាយជីវិតឯកជនឬភាពងាយរងគ្រោះរបស់ស្ត្រីមកធ្វើជាមធ្យោបាយទាក់ទាញការចាប់អារម្មណ៍បង្កើនចំនួនអ្នកមើលឬស្វែងរកផលប្រយោជន៍ពាណិជ្ជកម្មដោយបន្ទាបបន្ថោកកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីក្រសួងព័ត៌មានសូមបញ្ជាក់ថាសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពសារព័ត៌មានត្រូវអនុវត្តដោយភ្ជាប់ជាមួយការទទួលខុសត្រូវក្រមសីលធម៌វិជ្ជាជីវៈនិងការគោរពច្បាប់សេរីភាពមិនអាចត្រូវបានប្រើប្រាស់ជាមធ្យោបាយដើម្បីបំពានសិទ្ធិកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃឬបង្កផលប៉ះពាល់ដល់សីលធម៌និងសណ្ដាប់ធ្នាប់សង្គមឡើយវិធានការរដ្ឋបាលនិងវិធានការច្បាប់ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តក្រសួងព័ត៌មាននិងអនុវត្តវិធានការស្របតាមសមត្ថកិច្ចនិងបទបញ្ញត្តិជាធរមានដោយផ្អែកលើលក្ខណៈទំហំនិងភាពធ្ងន់ធ្ងរនៃអំពើរួមមាន 1. ចំពោះអ្នកសារព័ត៌មាននិងអង្គភាពសារព័ត៌មានក្រសួងព័ត៌មាននឹងអនុវត្តវិធានការរដ្ឋបាលតាមសមត្ថកិច្ចចាប់ពីការណែនាំការព្រមានការតម្រូវឲ្យកែតម្រូវឬដកចេញមាតិកាដែលមានបញ្ហារហូតដល់ការពិនិត្យឡើងវិញនៅលក្ខខណ្ឌនិងអនុលោមភាពនៃអាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតដែលបានចេញដោយក្រសួងព័ត៌មាននិងចាត់វិធានការរដ្ឋបាលផ្សេងទៀតស្របតាមច្បាប់ការចុះបញ្ជីឬការអនុញ្ញាតផ្សេងទៀតនឹងបទបញ្ញត្តិជាធរមានក្នុងករណីរកឃើញថាអំពើនោះមានសញ្ញានៃបទល្មើសឬស្ថិតក្រោមសមត្ថកិច្ចរបស់ស្ថាប័នផ្សេង
ក្រសួងព័ត៌មាននឹងបញ្ជូនករណីឬសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ 2. ចំពោះអ្នកបង្កើតមាតិកាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមអ្នកគ្រប់គ្រងគេហទំព័រឬគណនីបណ្ដាញសង្គមដែលមិនស្ថិតក្នុងវិសាលភាពអ្នកសារព័ត៌មានក្រសួងព័ត៌មាននឹងសហការជាមួយក្រសួងស្ថាប័នសមត្ថកិច្ចនិងភាគីពាក់ព័ន្ធដើម្បីអនុវត្តវិធានការសមស្របទៅតាមស្ថានភាពជាក់ស្ដែងរួមមានការអប់រំនិងណែនាំការព្រមានការស្នើឲ្យកែតម្រូវឬដកចេញមាតិកាដែលបំពានការសម្របសម្រួលជាមួយអ្នកផ្ដល់សេវាឬវេទិកាឌីជីថលតាមនីតិវិធីជាធរមាននិងវិធានការផ្សេងទៀតតាមសមត្ថកិច្ចក្នុងករណីមានសញ្ញានៃបទល្មើសក្រសួងព័ត៌មាននឹងសហការជាមួយក្រសួងស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន 3. គោលការណ៍នៃការអនុវត្តវិធានការរាល់វិធានការរដ្ឋបាលនិងវិធានការច្បាប់នឹងអនុវត្តដោយផ្អែកលើគោលការណ៍នីតិានុកូលភាពចាំបាច់សមាមាត្រសមធម៌និងការទទួលខុសត្រូវដោយពិនិត្យទៅលើធម្មជាតិនិងភាពធ្ងន់ធ្ងរនៃចេតនានៃការប្រព្រឹត្តទំហំនិងវិសាលភាពនៃការផ្សាយផលប៉ះពាល់ដែលបានកើតឡើងការប្រព្រឹត្តដដែលនិងកម្រិតនៃការទទួលខុសត្រូវរបស់បុគ្គលឬអង្គភាពពាក់ព័ន្ធទន្ទឹមនឹងការអនុវត្តវិធានការខាងលើក្រសួងព័ត៌មានសូមអំពាវនាវដល់ស្ថាប័នសារព័ត៌មានអ្នកសារព័ត៌មានអ្នកបង្កើតមាតិកាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមនិងសាធារណជនទាំងអស់ចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មានប្រកបដោយសុវត្ថិភាពសីលធម៌គុណភាពនិងការទទួលខុសត្រូវដោយលើកកម្ពស់មាតិកាវិជ្ជមានមាតិកាអប់រំនិងមាតិកាដែលលើកតម្កើងតម្លៃគ្រួសារវប្បធម៌ប្រពៃណីសីលធម៌សង្គមនិងជាពិសេសតម្លៃកិត្តិយសសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីកម្ពុជាការពង្រឹងសីលធម៌សង្គមនិងការការពារតម្លៃសិទ្ធិកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីគឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នាថ្ងៃសៅរ៍ពីកើតខែស្រាបឆ្នាំមមីអត្តស័កពុទ្ធសករាជ2570រាជធានីភ្នំពេញថ្ងៃទី15ខែសីហាឆ្នាំ2026